អ្វីដែលជាសកម្មភាពរបស់យើងធ្វើវានឹងហុចផលឲ្យយើងវិញតាមរយៈសកម្មភាពផ្សេងដែលយើងធ្វើបើយើងនិយាយអំពីអំពើវិញយើងធ្វើអំពើល្អនឹងហុចផលជាទីកប់ចិត្តផលល្អហើយបើយើងប្រព្រឹត្តធ្វើអំពើអាក្រក់សកម្មភាពអាក្រក់ហ្នឹងនឹងហុចផលអាក្រក់មកអញ្ចឹងគឺការដែលយើងធ្វើនៅអំពើណាមួយគឺយើងទទួលនៅផលផ្លែផ្កាអំពីអំពើនោះមកយើងវិញឧទាហរណ៍ថាបច្ចុប្បន្ននេះយើងខិតខំរៀនសូត្រចឹងផលរបស់ការខិតខំរៀនសូត្រគឺការរៀនបាននិទេសល្អឬក៏លទ្ធផលល្អប្រសើរប្រសិនបើខិតខំរកស៊ីនឹងទទួលបានមាសប្រាក់ទ្រព្យសម្បត្តិទាំងអចលនទ្រព្យឬក៏សម្បត្តិផ្សេងតាមអ្វីដែលយើងខិតខំប្រសិនបើយើងខិតខំធ្វើការងារយើងនឹងមានសមត្ថភាពក្នុងការងារមានបទពិសោធន៍ក្នុងការងារហើយការវិតម្លៃការងាររបស់យើងមានកម្រិតខ្ពស់ហើយក៏ទទួលបានប្រាក់បៀវត្សជាទីកប់ចិត្តតាមអ្វីដែលយើងខិតខំចឹងការខិតខំប្រឹងប្រែងព្យាយាមហ្នឹងគឺมันក្បត់យើងទេនឹងទទួលបានផលជាទីកប់ចិត្តមកវិញហើយការដែលយើងធ្វើអំពើអ្វីមួយក៏ទទួលបានផលមកគឺបែបនោះបើយើងដាំដូងផ្លែមកគឺជាផ្លែដូងអញ្ចឹងបើសិនជាយើងដាំអ្វីនៅក្នុងថ្ងៃនេះពេលដែលហុចផលមកគឺផ្លែផ្កាបែបនោះមកវិញអញ្ចឹងយើងត្រូវខិតខំដាំអ្វីដែលល្អឬក៏ដាំពូជអីដែលល្អយើងបានផលល្អវិញនៅដាំពូជការសិក្សាទទួលបានផលប្រយោជន៍ផ្លែផ្កាពីការសិក្សាក្របពូជការងារនិងទទួលបានផលផ្លែផ្កាពីការងារដាំក្របពូជល្អបានផ្លែផ្កាល្អដាំក្របពូជដែលមិនល្អយើងប្រកាសជាទទួលបានផ្លែផ្កាអត់ល្អមកវិញអញ្ចឹងយើងតាគូយើងសំហេតុចិត្តថាជ្រើសរើសក្របពូជបែបណាទៅជាការប្រសើរយើងជាអ្នកជ្រើសរើសក្របពូជយកមកដកខ្លួនឯងឬក៏យកមកសាបព្រោះខ្លួនឯងហើយលទ្ធផលក៏ឲ្យមកទៅតាមក្របពូជដែលយើងបានសាបព្រោះ